អូនបងអត់ដល់សក្ខីបងអត់ដំបងមានរឿងមួយចង់និយាយនឹងអូនណារឿងអីទៅបងបងអៀនណាអូនអេនិយាយភ្លាមទៅបងមានកងដៃនេះជូនឲ្យអូនហាកងដៃនេះស្អាតមែននេះជាវត្ថុប្រចាំចិត្តណាអូនបងអត់ដំសក្ខីអូនបងសូមជូនស្រយាឲ្យដោយក្តីស្មោះអើយនេះជាបញ្ញត្តិអើយតែមានតែយាជាវត្ថុឲ្យប្រចាំលោកអើយអើយស្ងោមិនមកឲ្យទូទល់យកទៅយ៉ាងនេះពួកឯងទាំងពីរមកប្រលំស្នេហ៍លំលួចអត់ម៉ាំងជឹកត្រូវយ៉ាងនេះពួកឯងទាំងពីរមកប្រលំស្នេហ៍លំលួចអត់ម៉ាំងលែងទៀតកាយារឿងសែនប្តេងដាំងពួកឲ្យអាម៉ាដល់ពុញអមតោរឿងបរិះនិងស្ត្រីស្រឡាញ់គ្នាដោយស្មោះស្ម័គ្រយ៉ាងនេះមានទៅខុសឆ្គងអីបងមានសិទ្ធិស្រឡាញ់ប្អូននេះក៏មានសិទ្ធិស្រឡាញ់ដែរប្អូនឯងត្រូវតែស្ដាប់បងហើយឆាប់ត្រឡប់ទៅផ្ទះភ្លាមទុកឲ្យបងនៅទីនេះនិយាយគ្នាជាមួយនឹងអាឧត្តមខ្ញុំកំពុងតែរងចាំស្ដាប់បើបងមានប្រការអ្វីចង់ប្រដៅនិយាយមកចុះចំណែកខ្ញុំនិងអូនសក្ខីបានស្រឡាញ់គ្នាជាយូរណាស់មកហើយណាបងមើលបើបាត់លោកត្រូវតែឆាប់ចាប់បញ្ជូនសក្ខីត្រឡប់ទៅផ្ទះភ្លាមបងទៅភ្លាមថាឲ្យទៅភ្លាមសក្ខីអាឧត្តមឯងមានដឹងឋានៈខ្លួនរបស់ឯងឬទេអាសត្វកងកែបចង់សវ៉ាអោបភ្នំផងអញនឹងបំរាមឯងចាប់តាំងពីថ្ងៃនេះតទៅគឺឯងមានសន្យាស្នេហ៍ស្និទ្ធស្អីនឹងសក្ខីទៀតចាំទេតែពួកខ្ញុំទាំងពីរបានស្រឡាញ់គ្នាដោយស្មោះហើយថែមទាំងបានជូនវត្ថុប្រចាំចិត្តជាអនាគតទៀតផងអ្នកណាសម្រេចអ្នកណាយល់ព្រមគ្រួសារអញបានទទួលខណ្ឌស្លារបស់ឯងហើយឬនៅអើយគ្មាននរណាមួយមានសុទ្ធហាមខុតបរោះនិងស្ត្រីស្រឡាញ់គ្នាបានឡើយបងសក្តាអានេះឆ្លើមធំហ៊ានមើលងាយបងទុកឲ្យខ្ញុំដាក់វាឲ្យស្គាល់ដៃណែឯងឆ្លើមធំណាស់ហ៊ានពោលពាក្យមើងងាយដល់កូនលោកមេភូមិផងងាប់ទៅអើយខ្ញុំគ្រាន់តែនិយាយជាការពិតប៉ុណ្ណោះអញសូមរំលឹកឯងម្ដងទៀតថា
គឺចាប់តាំងពីពេលនេះតទៅគឺឯងត្រូវតែជះឲ្យឆ្ងាយពីសក្ខីចាំទេ ចុះបើមាននឹករលឹកពួកខ្ញុំសន្យាជួបគ្នាតើវាយ៉ាងម៉េច អញនឹងសម្លាប់ឯងហឺ អើយ អត់តាមកូនម្ដាយមិនចង់ឲ្យកូនរំលឹកដល់នាងសក្ខីនិងគ្រួសារនោះទៀតទេ អ្នកម្ដាយអើយប៉ុន្តែសក្ខីស្រឡាញ់កូនណាស់កូនបានយល់ចិត្តយល់ថ្លើមនាងច្បាស់នាងក៏បានទទួលវត្ថុប្រចាំចិត្តដោយតង់ពីកូនទៀតផងណាអ្នកម្ដាយអើយ ម្ដាយខំក្រលំលឹកកូនយ៉ាងនេះទៅហើយតែកូននៅមិនព្រមប្រែប្រួលចិត្តទៀតពុទ្ធអើយធ្វើយ៉ាងណាទៅតើកូនខ្ញុំមានស្ដាប់បង្គាប់ខ្ញុំ សូមអ្នកម្ដាយវិលត្រឡប់ទៅផ្ទះសម្រាប់មិនចោះកូនចង់ស្ងប់ស្ងៀមនៅទីនេះបន្តិចទៀតកូននឹងទៅជាក្រោយ ស្ដាប់ម្ដាយណាកូនបំភ្លេចនាងទៅ ម្ដាយអើយធ្វើមិនឲ្យកូនបំភ្លេចនាងបានទៅ បើបំភ្លេចមិនបានក៏ត្រូវតែខំបំភ្លេចដែរ អ្នកម្ដាយអ្នកម្ដាយ ពុទ្ធអើយសក្ខីអើយតើអស់នៅទីណា thầy ôn ơi ôn về đi na ôi mong cloud xa ôi na ôn na na một đèn sông quay bất đèn ai cho bài ai cả rồi hai sông hát khá ôn rơ một na bất kỳ lúc đây cao miền rương bay hờm ơi bạn lấy bắn trưngសក្ខីអស់អស់រត់រែកនឹកតាភ្នំអើយតើមានដឹងសក្ខីនៅទីណាទេហើយអាយាកុំណៃនោះវានៅទីណាទៅតើមាននរណាដឹងទេមាននរណាដឹងទេ មិនបានជាស្ងៀមស្ងាត់យ៉ាងហ្នឹង យើងគឺជាប្រហែងធរណីនេះណែ សូមថ្វាយបង្គំប្រហែងធរណីសូមនាងជួយប្រាប់ឲ្យខ្ញុំដឹងផងតើសក្ខីកំពុងនៅទីណាហើយអាយាកុំណាច់នោះនៅទីកន្លែងណាទៅនេះ អ្នកចង់ដឹងធ្វើអ្វី ដើម្បីទៅសម្លាប់អាយាកុំណាច់នោះជួយសង្គ្រោះអូនសក្ខីនិងជួយរំដោះគ្រោះភ័យឲ្យអ្នកភូមិនេះណានាង ប្រសើរណាស់ប៉ុន្តែ
អ្នកគ្មានវិជាការអ្វីសោះធ្វើមិនដេចសម្រាប់យៈបានទៅ ខ្ញុំបានប្រាជ្ញាចិត្តហើយថាទោះជាយ៉ាងណាក៏ដោយខ្ញុំត្រូវតែយកជ័យជំនះលើអាក្រុងយក្សនោះឲ្យតល់តែបានសូមនាងជួយប្រាប់ខ្ញុំភ្លាមផងចុះ ផ្លូវទៅនគរយក្សមានឧបសគ្គខ្លាំងណាស់សំខាន់អ្នកត្រូវតែចេះវិជាការអ្វីមួយដើម្បីការពារខ្លួនទៅបានណាអ្នក រឿងនោះមិនពិបាកទេខ្ញុំនឹងខំហាត់រៀនគុណសូមប្រហែងធរណីជួយប្រាប់ឲ្យខ្ញុំដឹងភ្លាមទៅ អត់ដល់ប៉ុន្មានថ្ងៃនេះយើងឃើញអ្នកមកទីនេះយំសោកសង្រៃធ្វើឲ្យយើងរំភើបចិត្តខ្លាំងណាស់ ប្រហែងធរណីអើយ កើតមួយជីវិតណាគិតជាអាផបមកបើត្រូវគឺកបមកឃ្លាតចាក់តាយាឆ្ងាយ កើតមួយជីវិតណាពិតជាអាផបមកបើត្រូវគឺកបមកឃ្លាតចាក់តាយាឆ្ងាយ ដូចដួងប្រលឹងទ្រំពឹងលើកាយាបាត់ត្រង់ឈោមឆាយាចិត្តខ្ញុំរីងរៃ បើចង់ទៅដល់នគរយក្សត្រូវតែឆ្លងសមុទ្រ7ជាន់ភ្នំ7ជាន់ណាអ្នក ទោះជាផ្ទៃសម្បត្តិធំល្វឹងល្វើយភ្នំខ្ពស់រាប់ចោចក៏ដោយចិត្តខ្ញុំមិនក្រែងរអាយឡើយសូមប្រហែងធរណីជួយចង្អុលទិសដៅឲ្យខ្ញុំបានដឹងផង អ្នកទៅតាមទិសខាងនេះចុះ ទិសនិរដី ត្រូវទៅតាមទិសនិរដីឆ្លងសមុទ្រ7ជាន់ភ្នំ7ជាន់អ្នកនឹងទៅដល់នគរយក្សហើយសំខាន់អ្នកត្រូវតែខំប្រឹងហាត់រៀនវិជាការដើម្បីការពារខ្លួនទៅបានណាអ្នក ខ្ញុំសូមចងចាំបណ្ដាំរបស់ប្រហែងធរណីខ្ញុំនឹងខំហាត់វិជាការ បើតាំងចិត្តមុះមុតអ្នកនឹងបានសម្រេចមិនខានឡើយ សូមអរតែគុណនាងហេងធរណី បងឧត្តម អោះចេតនា បងកំពុងធ្វើអីអញ្ចឹង ខ្ញុំកំពុងតែអង្គុយអរគុណប្រហែងធរណីចុះបងទៅណាដែរ ខ្ញុំដេញតាមសត្វប្រើសវារត់ឆ្ពោះមកទីនេះបងបានឃើញវាដែរឬទេ ខ្ញុំមិនបានឃើញទេណែបងចេតនាបងអាចហាត់វិជាក្បាច់គុណឲ្យខ្ញុំផងបានទេ រឿងនេះមានទៅពិបាកអីប៉ុន្តែពីកាលមុនខ្ញុំខំបបួលបងឯងហាត់វិជាគុណបងឯងចេះតែប្រកែកហើយត្រឡប់ទៅរៀនផ្លុំខ្លីវិញនោះអី ព្រោះគ្រួសារខ្ញុំក្រលំបាកពេកទើបខ្ញុំខំប្រឹងធ្វើស្រែចម្ការដើម្បីចិញ្ចឹមជីវិតចំណែកគ្រឿងរៀនផ្លុំខ្លុយនោះ
គ្រាន់តែជាការកែកំសាន្តក្នុងពេលធ្វើការនៅហត់តែប៉ុណ្ណោះទេណាបង អើមែនហើយចុះបងរៀនគុណធ្វើអីទុកសងសឹកពួកអហិង្សាមែនទេបើបងឯងត្រូវការខ្ញុំនឹងបង្រៀនឲ្យណាបង ពួកវាមិនសមឲ្យខ្ញុំចាញ់ឈ្នះនោះទេខ្ញុំនឹងទៅសម្លាប់អាយ៉ែកទេតា ស្អីបងនិយាយថាម៉េចរៀនគុណដើម្បីទៅសម្លាប់យេក មិនខុសទេ អេទៅសម្លាប់យេកឬក៏ទៅធ្វើចំណៃយេក ខ្ញុំទៅសម្លាប់យ៉ែកដើម្បីសងគ្រោះសក្ខីនិងជួយរំដោះគ្រោះជូនអ្នកស្រុតត្រង់ណាបង ចុះគ្មានក្តៅឯណា អឺ មិនបានជានិយាយផ្ដេសផ្ដាស់អញ្ចឹង អឺ ឬក៏ខ្ញុំក្តៅពុទ្ធោអើយពិតជាបង្វែងមែនហើយ ខ្ញុំនិយាយមែនណាបងជួយបង្រៀនក្បាច់គុណឲ្យខ្ញុំផងទុកខ្ញុំការពារខ្លួនពេលដែលទៅរកអាយ៉ែកកំណាច់នោះណាបង ចុះទៅរកអាយ៉ាក់នោះហើយណាទៅលោកអើយ នាងហ៊ីងធរនីបានប្រាប់ខ្ញុំហើយវានៅឯទិសនិរដីប៉ុន្តែត្រូវឆ្លងសមុទ្រ7ជាន់ភ្នំ7ជាន់ទៀតផងណាបង រឿងហាត់វិជាគុណខ្ញុំបានត្រៀមជាស្រេចតើពេលណាទៅបងឯងទៅរៀន រៀនឥឡូវនឹងឯងពេលរៀនចេះសពគ្រប់ហើយខ្ញុំនឹងចេញដំណើរភ្លាមមិនអាចបងអង្គពេលបានទេ បងឧត្តមយើងជាមិត្តសម្លាញ់នឹងគ្នាខ្ញុំយល់ក្តីទុកព្រួយរបស់បងដែលត្រូវប្រត់គូសង្សារយ៉ាងនេះឥឡូវបើបងបដិញ្ញាហើយខ្ញុំសូមស្ម័គ្រចិត្តទៅជាមួយបងក៏ដឹងស្រាប់ហើយបើនិយាយពីរឿងគុណគឺនៅក្នុងភូមិនេះខ្ញុំមិនស្មើអ្នកណាទេ ណែប អូផ្លេច គ្មានអ្នកណាស្មើខ្ញុំទេបើនិយាយពីរឿងបាញ់ធ្នូវិញ សូមបងទុកចិត្តចុះគឺមិនតោះចិត្តឡើយ បងនិយាយពិត ពិតណាស់សូមបងកុំជួយខ្ញុំជួយរាបរងណាវាយកយងក្នុងណាអើសៃជីវ៉ាសូមបងកុំព្រួយខ្ញុំជួយរាបរងណាវាយកយងក្នុងណាអើសៃជីវ៉ាដើម្បីសង្គ្រោះដល់គូសង្សារជាគូវាសនានៃបេះដូងបង គុណឯងចិត្តទេបានខ្លាខ្លាយយើងរួមនិស័យឯងកុំមេចាប់ញាក់ងាយសាខ្ញុំសូមអរគុណឯងចិត្តទេបានខ្លាខ្លាយយើងរួមនិស័យឯងកុំមេចាប់ញាក់ងាយសាទួញជាលំបាកឯងតបចាក់យ៉ាងណាយើងនឹងប្រាជ្ញាឯងជួបជ័យឲ្យបានណា តោះតំកុំនិយាយពីរឿងគុណស្រ័យធ្វើអ្វីព្រោះយើងជាមិត្តសម្លាញ់នឹងគ្នាជួយគ្នាក្នុងគ្រាមានអាសន្នជារឿងធម្មតាទេចុះយើងចេញដំណើរនៅពេលណាដែរបង រៀនក្បាច់គុណរួចហើយពួកយើងនឹងចេញដំណើរភ្លាម បើអញ្ចឹងទុកឲ្យខ្ញុំទៅលាអ្នកម្ដាយខ្ញុំសិនចាំយើងធ្វើដំណើរទៅម្ដងណាបង ប៉ុន្តែនាងហ៊ីងធរនីបានប្រាប់ខ្ញុំថាឲ្យខ្ញុំត្រូវតែរៀនក្បាច់គុណសិន មានទៅពិបាកអីក្នុងពេលដែលធ្វើដំណើរខ្ញុំនឹងឆ្លៀតពេលបង្រៀនឲ្យបងឯងបណ្ដើតាមផ្លូវអូនណែចុះយើងសម្រាប់អាយ៉ាក់នោះដោយរបៀបណាទៅបង តាមកលៈទេសៈចាំយើងគិតគូរតែមិនបង្អស់យើងត្រូវតែមានឆន្ទៈសិនណាបង បងឧត្តមខ្ញុំអាណិតបងឯងទៅខ្ញុំស្ម័គ្រចិត្តទៅជាមួយ
តែខ្ញុំសង្ស័យលើកនេះប្រហែលជាធ្វើចំណៃអាក្រុងយក្សនោះហើយមើលទៅ ណាស់ហើយកុំនិយាយផ្ដេសផ្ដាស់ពួកយើងធ្វើដំណើរចេញភ្លាមទៅ មែនហើយ បងអាដាម បងចេតនា បងឆ្លះវៃមែនរៀនមួយយល់10បើបងខំហាត់រៀនបន្តិចទៀតរវាងដើមឈើជ្រុះស្លឹក100ដងបងនឹងចាប់សត្វខ្លាបានហើយ អឺ ណែខ្ញុំគ្រាន់តែនិយាយលេងទេទៅតែប្រហែលថ្ងៃសោះបងឯងរៀនបានច្រើនបងគួរហើយ មានបងចេតនាទៅជាមួយថែមទាំងមានកូនកំបិតខ្លីនេះខ្ញុំឃើញរឿងស្មារតីណាស់ បងគិតសម្រាប់យក្សដោយកំបាត់ខ្លីនេះឬ ពេលយើងទៅដល់នគរយក្សយើងនឹងលួចចូលទៅក្នុងហើយចាំវាដេកលុកភ្លេចខ្លួនយើងនឹងចាក់វាឲ្យធ្លេបេះដូងតែម្ដង ប្រហែលជាអាយក្សនោះគឺជាយក្សខ្លែងខ្លាយហើយមើលទៅ ខ្លែងខ្លាយយ៉ាងម៉េច អាយក្សនោះគឺជាយក្សកុលឈើ ហ៎ ទៅព្រនៅឈោស្ងៀមអុយបងឯងចាក់វាណាស់ហើយខ្ញុំហេវណាស់បងឯងចាំខ្ញុំនៅទីនេះសិនចុះទុកខ្ញុំទៅរកសត្វម្រឹកយកមកធ្វើជាអាហារញ៉ាំរួចហើយសាំយើងធ្វើដំណើរបន្តទៀតណាបង ខ្ញុំនឹងចាំបងឯងនៅទីនេះប៉ុន្តែកុំទៅចោលខ្ញុំណាបង បងអាដាមបងទុកចិត្តចុះខ្ញុំមិនទៅណាចោលបងឯងទេ សូមបងទុកចិត្ត ខ្ញុំចង់ខ្ញុំនឹងខំប្រឹងទៅរកសា សូមបងទុកចិត្ត ខ្ញុំចង់ខ្ញុំនឹងខំប្រឹងទៅរកសាយកមកធ្វើជាអាហារញ៉ាំរួចកាលណាសាំយើងធ្វើដំណើរ វាហើយចំជាមិត្តដកល្អពិតជាកំររកបានវាហើយចំជាមិត្តដកល្អពិតជាកំររកបានប្រាជ្ញាកុំតិចវាសាមានព្រមដោយបានសក្ខីគូសង្សារ ខ្ញុំសូមអរគុណបងចេតនាណា ខ្ញុំហេវណាស់ខ្ញុំទៅសិនហើយបង បងចេតនាគួរឲ្យអាណិតបងចេតនាណាជាអ្នកដោះតេសោះទេប៉ុន្តែគេស្រឡាញ់ខ្ញុំដូចជាបងប្អូនបង្កើតអញ្ចឹងសក្ខីអើយអូននៅទីណា តាំងពីសួនអូនឃ្លាតឆ្ងាយបងកន្លងផិនទៅតាស្រងហើយពីលទៅពីលទៅនៅនឹកបងទេ រៀងទៀតតាំងព្រៃភ្នំដល់ណាព្រិញមិនណាមេតា អ
នៅឯណា យើងជាអ្នកតាភ្នំនេះណែ សូមលើកដៃសំពះអ្នកតាភ្នំសូមលោកអាណិតជួយខ្ញុំកុំចាត់អាយៈកំណាចនោះផង អូអ្នកចង់ឲ្យយើងជួយដើម្បីសង្គ្រោះគូសង្សារមែនទេ ពិតណាស់មិនត្រឹមតែជួយសង្គ្រោះអូនសក្តិប៉ុណ្ណោះទេថែមទាំងចង់សម្លាប់អាយៈដើម្បីជួយអ្នកស្រុកអ្នកភូមិឲ្យរស់បាននៅយ៉ាងសុខសាន្តទៀតផង ប្រសើរណាស់បើអ្នកចង់សម្លាប់អាក្រុងយក្សនោះត្រូវតែមានចន្លោះចន្ទភាសរបស់ព្រះឥន្ទនៅឋានសួគ៌ណាណា លើឋានសួគ៌ នេះជាកញ្ចក់ទឹកឆ្លោះបានរាប់ពាន់យោជន៍បើសម្លឹងចូលកាលណានឹងបានឃើញនគរយក្សហើយរឿងអ្វីដែលកំពុងតែកើតឡើងនៅភូមិស្រុករបស់អ្នកនោះណា ខ្ញុំអាចសម្លឹងមើលបានទេ បានយើងនឹងជួយអ្នក ខ្ញុំសូមអរគុណអ្នកតាភ្នំហើយ ព្រះមេម្ចាស់ស្រីមេឃមិនតាន់ភ្លឺស្រឡះទេទុកឲ្យម្ចាស់ស្រីសម្រាប់បន្តិចទៀតសិនចុះព្រោះប៉ុន្មានរាត្រីហើយម្ចាស់ស្រីមិនផ្ទុំតល់តែសោះចាស់តាយំសោកសង្រេងសង្រៃប្រហែលជានឿយហត់ណាស់ហើយមនុស្សអីក៏ស្អាតម្លឹងតើបានជាយក្សាលងនឹងសភ័សរបស់នាងមួយថ្ងៃវាចេះតែបង្ខំតែនាងមិនព្រមឆ្លើយតបលុះត្រាតែយក្សទៅបាត់តើបនាងព្រមហើបមកបើនៅតែរបៀបនេះទេប្រហែលជានាងមិនអាចរស់តទៅទៀតបានឡើយហាម្ចាស់ស្រីភ្ញាក់ហើយព្រះមេម្ចាស់ស្រីសូមម្ចាស់ស្រីតបតែងកាយខ្ញុំម្ចាស់បានរៀបចំជាស្រេចហើយក្រាបទូលតបតែងកាយផ្លាស់គ្រឿងអលង្ការដើម្បីអ្វីទៅបើចិត្តយើងដូចជាមនុស្សស្លាប់ទៅហើយនោះផ្លែឈើដែលម្ចាស់ស្រីធ្លាប់សោយខ្ញុំម្ចាស់បានរៀបចំជាស្រេចសូមម្ចាស់ស្រីសោយទៅក្រាបទូលអរគុណនាងច្រើនណាស់ម្ចាស់ស្រីខំសោយបន្តិចទៅប្រយ័ត្នមានគ្រោះថ្នាក់ដល់ជីវិតណាក្រាបទូលនាងអើយយើងទៅគិតអីដល់ជីវិតទីបើយើង